បាទជំរាបសួរពុកម៉ែបងប្អូនតើពុកម៉ែបងប្អូនមានជំនឿទៅលើប្រផ្នូលដែរឬទេមិនថាជារឿងអាក្រក់ឬក៏រឿងល្អព្រោះថាខ្មែរយើងមានជំនឿមួយដូចជាមុនពេលកាត់រឿងអ្វីមួយពីថ្ងៃអញ្ចឹងឲ្យប្រផ្នូលរឿងរ៉ាវផ្សេងៗអញ្ចឹងណាដូចជាញាក់ស្បប់ភ្នែកជួបហេតុការណ៍អីខ្លះទៀតដូចជាមុតកំបិតមុតកំបាញ់កែវហើយអ្នកខ្លះទៀតក៏យល់សពយល់សុបិនឃើញចេះឃើញចោះអញ្ចឹងទៅបើចំពោះខ្ញុំវិញ50-50ព្រោះថាធ្លាប់ជួបព្រឹត្តិការណ៍ហ្នឹងខ្លះដែរគ្រាន់តែពេលខ្លះយើងអត់បានចាប់អារម្មណ៍លើវាយ៉ាងណាមិញចំពោះខ្ញុំចាប់អារម្មណ៍ខ្លួនឯងពីថ្ងៃនេះមានព្រឹត្តិការណ៍ខ្លះភ្លាមមិនសូវជាចាប់អារម្មណ៍ទេតែដោយសារវាកើតហើយកើតទៀតអញ្ចឹងទៅក៏អារម្មណ៍មួយគិតក្នុងខ្លួនថាចំអញកើតអីចេះគិតហើយឆ្ងល់ថាជារឿងល្អឬក៏រឿងអាក្រក់អញ្ចឹងទេខ្ញុំនឹងនិយាយអំពីព្រឹត្តិការណ៍ដែលកើតឡើងហើយដែលខ្ញុំចាប់អារម្មណ៍ពីថ្ងៃកន្លងមកនេះដែលខ្ញុំបានជួបទី1ពេលខ្ញុំជិះម៉ូតូដឹកជីចំនួន3បាវនិងម៉ាស៊ីនបាញ់ជីមួយទៅស្រែជិះបានមួយសន្ទុះម៉ូតូខ្ញុំក៏បាក់កម្មខាងក្រោយអស់ហើយខ្ញុំក៏មិនបានចាប់អារម្មណ៍អីដែរខ្ញុំគិតថាវាធ្ងន់ពេកទើបវាបាក់នេះជាព្រឹត្តិការណ៍ទី1ហើយព្រឹត្តិការណ៍ទី2ខ្ញុំក៏មិនគិតអីច្រើនទេខ្ញុំក៏លើកជីចុះហើយជិះម៉ូតូទទេហ្នឹងមកផ្ទះដើម្បីយកម៉ូតូទៅមួយទៀតប្រហែលកន្លះម៉ោងក្រោយមកខ្ញុំមកដល់កន្លែងជីនឹងវិញលើកជីដាក់លើម៉ូតូថ្មីហ្នឹងដឹកបន្តទៅទៀតស្រាប់តែពេលនោះជិះបានប្រហែលជា20ម៉ែត្រពីកន្លែងដែលខ្ញុំបាក់កម្មម៉ូតូហ្នឹងជួបហេតុមួយទៀតមានបងប្រុសម្នាក់គាត់ជិះម៉ូតូអាគប់ដឹកកង់ដែកកង់គូយន្តវាយដីហៅកង់ដែកសងខាងមួយគូគាត់ជិះមកពីមុខខ្ញុំរៀងលឿនដែរស្រាប់ពេលនោះកង់ដែកគាត់មកខាងធ្លាក់ប៉ះដីធ្វើឲ្យគាត់ទប់ចង្កូតម៉ូតូមិនជាប់ហើយម៉ូតូគាត់ក្រវីក្រវាត់ប្រកាច់ប្រកិនម្នាក់ឯងយ៉ាងលឿនមកសម្ដៅរកខ្ញុំពេលហ្នឹងខ្ញុំឃើញគាត់ប្រកាច់ប្រកិនអញ្ចឹងទៅខ្ញុំក៏គេចមកខាងស្ដាំហើយគាត់ក៏ប្រកាច់មកខាងស្ដាំទៀតពេលនោះខ្ញុំក៏គេចទៅខាងឆ្វេងយ៉ាងលឿនស្រាប់តែគាត់ប្រកាច់មកខាងឆ្វេងវិញយ៉ាងលឿនដែរហើយខ្ញុំក៏គេចទៅខាងស្ដាំវិញយ៉ាងលឿនស្រាប់តែគាត់ប្រកាច់ទៅខាងស្ដាំដែរហើយពេលនោះខ្ញុំបើកភ្នែកធំដៃទាំងពីរក្តាប់ម៉ូតូយ៉ាងណែនជើងទាំងពីរជ្រាមម៉ូតូយ៉ាងសង្ហាព្រោះគិតថាខ្ញុំគេចលេងផុតហើយស្រាប់តែគាត់ប្រកាច់ប្រកិនចិត្តមកដល់ខ្ញុំទៅហើយដោយហេតុថាយើងជាមនុស្សមានរាសីនិងមានបនខ្លះដែរដូចជាមានអ្វីមួយមកទប់ឬក៏ទាញម៉ូតូគាត់ទុកអញ្ចឹងនៅចម្ងាយប្រហែលជា2ម៉ែត្រពីខ្ញុំស្រាប់តែម៉ូតូគាត់ដែលដឹកកង់ដៃពីរយ៉ាងធំជប់ស្ងក់តែម្ដងពេលនោះខ្ញុំក៏បន្ធូរទ្រូងដកដង្ហើមវិញធម្មតាហើយបន្ទន់កាយវាចាស់ថាអូបងអើយខ្ញុំឡើងកាំងនេះពេលនោះគាត់ក៏តបសម្ដីថាអូតអូគេហ្នឹងបាក់ជីចុយម៉ាយបន្ទាប់មកពួកខ្ញុំក៏លាគ្នាទាំងសប្បាយរីករាយហើយក៏មិនបានចាប់អារម្មណ៍អ្វីទាំងអស់ហើយខ្ញុំក៏ទៅបាក់ជីតាមធម្មតាវិញបន្ទាប់មកខ្ញុំក៏បាក់ជីរួចរាល់ប្រហែលជាម៉ោង3កន្លះមេឃក៏ចាប់ផ្ដើមឡើងពពកខ្មៅហើយមានខ្យល់យ៉ាងខ្លាំងដូចជាវីដេអូខាងលើដែលបានឃើញនេះអញ្ចឹងក្រោយមកទៀតពេលមេឃរៀងស្រឡះបន្តិចខ្ញុំក៏ឮសំឡេងមនុស្សប្រុសហាក់បីដូចជានិយាយជាមួយខ្ញុំអញ្ចឹងហើយសំឡេងដែលខ្ញុំបានឮនោះអាយុប្រហែលជាខ្ទង់ជា20ឆ្នាំជាងតែប៉ុណ្ណោះពេលនោះដែលខ្ញុំភ្ញាក់ព្រឹកក្រឡេកទៅតាមសំឡេងនោះហើយអ្វីដែលខ្ញុំបានឃើញមានតែស្រែស្រូវតែប៉ុណ្ណោះខ្ញុំក៏គិតថាប្រហែលជាខ្ញុំដើរទាត់ជាមួយនឹងថងហើយមកទៅទើបពេលឮប្រោកប្រាក់ដូចជាមានមនុស្សនិយាយជាមួយយើងអញ្ចឹងតបពីមេឃស្រឡះម៉ោងប្រហែលជា5ជាងខ្ញុំក៏ត្រឡប់មកផ្ទះវិញតែម្ដងទៅថ្ងៃបន្ទាប់មកដល់ខ្ញុំក៏ទៅបាច់ជីស្រូវម្ដងទៀតនៅម៉ោងប្រហែលជា3:74រសៀលខណៈពេលដែលខ្ញុំជិះម៉ូតូចិត្តទៅដល់ដីស្រែរបស់ខ្ញុំក៏ឮសំឡេងមនុស្សប្រុសហៅខ្ញុំពីក្រោយម្ដងទៀតតែពេលក្រឡេកមើលក្រោយឃើញតែម៉ាស៊ីនបូមទឹកនឹងដើមអំពើបារាំងធំមួយហើយនឹងក្អែកខ្មៅមួយគូនៅលើបង្គោលភ្លើងចិត្តនោះអ្វីដែលខ្ញុំប្លែកក្នុងចិត្តគឺក្អែកមួយគូនោះវាហើរបណ្ដាស្រែកបណ្ដាជុំវិញខ្ញុំរយៈពេល7 ម៉ោងទើបមិនដឹងវាទៅណាបាត់ដូចជាវីដេអូខាងលើដែលខ្ញុំដាក់ឲ្យមើលនេះអញ្ចឹងបន្ទាប់មកខ្ញុំក៏បាញ់ជីស្រូវតាមធម្មតាហើយពេលដែលខ្ញុំបាញ់ជីរួចខ្ញុំក៏សម្រាប់មើលភ្លែតនៅពេលនោះម៉ោង5:15នាទីល្ងាចខ្ញុំក៏ចាប់ដើមរៀបអីវ៉ាន់ត្រឡប់មកផ្ទះវិញពេលដែលខ្ញុំកំពុងតែជិះម៉ូតូត្រឡប់មកផ្ទះវិញម៉ូតូខ្ញុំក៏ឮសំឡេងដូចជាមិនសូវស្រួលបានចម្ងាយប្រហែលជា1គីឡូដីម៉ូតូខ្ញុំក៏ដាច់ច្រវាក់តែម្ដងហើយអ្វីដែលចម្លែកធ្វើឲ្យខ្ញុំគិតម្ដងទៀតនោះគឺក្អែកនោះបានបង្ហាញខ្លួនម្ដងទៀតប្រមាណជា50ម៉ែត្រពីកន្លែងខ្ញុំវាហើរវិលចុះវិលឡើងហើយស្រែកយ៉ាងខ្លាំងនៅពេលនោះរៀងប្រឡប់ងងឹតបន្តិចហើយខ្ញុំក៏សម្រេចចាត់ទាញទូរស័ព្ទទេទៅអ្នកផ្ទះឲ្យមកសណ្ដោងម៉ូតូហើយរឿងរ៉ាវគឺមានតែប៉ុណ្ណឹងអ្វីដែលសំខាន់មិនដឹងថាជាប្រផ្នូលឬក៏រឿងចៃដន្យតែប៉ុណ្ណោះគឺវាគ្រាន់តែធ្វើឲ្យយើងមិនស្ងប់នៅក្នុងចិត្តប៉ុណ្ណោះហើយសូម5ទៅបងប្អូនថារឿងរ៉ាវខ្លះគួរជឿចំជឿមិនគួរជឿកុំជឿអីអញ្ចឹងមានតែប៉ុណ្ណឹងសូមបងប្អូនចុច like follow ក៏ដូចជា share វីដេអូម្នាក់មួយផង